រដ្ឋអាមេរិកមានបំណុលច្រើនអញ្ចឹងគាត់មានកូនចិត្តមួយគាត់គិតថាសហរដ្ឋអាមេរិកអាចនឹងធ្វើការផលិតលុយទៅខ្លួនឯងដើម្បីអីធ្វើការសងតែទៅជាមួយនឹងបំណុលមួយហ្នឹង The tax cut bill មានការកើនឡើងជាបន្តបន្ទាប់មិនថានៅក្នុងឆ្នាំ2024បន្តការកើនឡើងរហូតដល់ឆ្នាំ2025នៅក្នុងនោះឯងក៏វាមានគូផ្សំជាមួយនឹងកត្តាមួយចំនួនដែលធ្វើឲ្យមានការកើនឡើងថ្ងៃនេះខ្ញុំនឹងចែកម្លែកបងប្អូនទាំងគ្នាទៅលើមូលហេតុខ្លះៗដែលធ្វើឲ្យមានការកើនឡើងសង្ឃឹមថាបងប្អូនទាំងគ្នាអាចយកវាទៅប្រើជាប្រយោជន៍បានទីមួយគឺខ្ញុំគិតថាតើតើជាមួយនឹងបងប្អូនប្រកាសជាដឹងថាធនាគារកណ្ដាលរបស់ពិភពលោកក៏ដូចជាធនាគារកណ្ដាលរបស់ប្រទេសចិនឥណ្ឌាទូគីជាដើមបានធ្វើការប្រមូលទិញមាសធ្វើជាទុនបំរុងសម្រាប់ខ្លួនជាមូលហេតុមួយដែលធ្វើឲ្យតម្រូវការមាសមានការកើនឡើងក៏ជាចំណុចមួយដែលធ្វើឲ្យមានការកើនឡើងដូចគ្នាដែរមិនថាតែប្រទេសទាំង3ហ្នឹងទេទិញមាសធនាគារកណ្ដាលនៃប្រទេសមួយចំនួនទៀតក៏គាត់មានធ្វើការទិញមាសដែរមូលហេតុទី2ទាក់ទងជាមួយនឹងកត្តាសង្គ្រាមភូមិសាស្ត្រយើងដឹងហើយថាពីមុនមកក៏មានសង្គ្រាមរុស្ស៊ីអ៊ុយក្រែនអ៊ីស្រាអែលប៉ាឡេស្ទីនក៏បន្តជាមួយនឹងការក្តៅគុកមកដល់ពេលបច្ចុប្បន្នទៀតអត់ទាន់ចប់ទេកំឡុងពេលដែលមានសង្គ្រាមអ្វីដែលសំខាន់ដែលវិនិយោគិនគឺគាត់ធ្វើការទិញនោះគឺមាសមូលហេតុអីបានជាគាត់ទិញមាសដោយសារអីមាសវាជាវត្ថុធាតុមានតម្លៃមួយដែលអត់អាចបាត់បង់តម្លៃបានទេហើយគាត់ទិញមាសដើម្បីការពារពីការធ្លាក់ចុះនៃសាច់ប្រាក់អញ្ចឹងគាត់ទិញមាសទុកគឺគាត់អាចនឹងទទួលបានផលចំណេញទី3តើតើជាមួយនឹងកត្តាអត្រាការប្រាក់យើងតែងតែដឹងថាមាសជាមួយនឹងអត្រាការប្រាក់តែងតែផ្ទុយគ្នាកាលណាអត្រាការប្រាក់មានការកើនឡើងមាសធ្លាក់ចុះអត្រាការប្រាក់ធ្លាក់ចុះមាសកើនឡើងហើយជាក់ស្ដែងគូផ្សំយើងដឹងស្រាប់សហរដ្ឋអាមេរិកគឺចាប់ផ្ដើមធ្វើការកាត់បន្ថយអត្រាការប្រាក់ជាដុល្លារផងហើយក៏ធ្វើឲ្យមានការកើនឡើងខ្លាំងជាបន្តបន្ទាប់ប៉ុន្តែពេលបច្ចុប្បន្នគឺយើងឃើញថា CPI PPI ចេញមកធ្លាក់ចុះទៀត inflation ធ្លាក់ចុះទៀតបង្ហាញថាគូគេអាចនឹងមានទិសដៅក្នុងការកាត់បន្ថយអត្រាការប្រាក់បន្តទៀតអានេះជាមូលហេតុដែលធ្វើឲ្យមានការកើនឡើងជាបន្តបន្ទាប់មកចំណុចមួយទៀតទាក់ទងជាមួយនឹងវិនិយោគិនគាត់មើលឃើញថាសហរដ្ឋអាមេរិកមានបំណុលច្រើនអញ្ចឹងគាត់មានកូនចិត្តមួយគាត់គិតថាសហរដ្ឋអាមេរិកអាចនឹងធ្វើការផលិតលុយទៅខ្លួនឯងដើម្បីអីធ្វើការសងតែទៅជាមួយនឹងបំណុលមួយហ្នឹងអញ្ចឹងបើសិនជាអាមេរិកអាចផលិតលុយមែនអានោះវាអាចធ្វើលុយដុល្លារចុះថោកមាសអាចនឹងឡើងថ្លៃបន្តទៀតអានេះវាជាទំនុកចិត្តរបស់វិនិយោគិនហើយបច្ចុប្បន្នក៏យើងបដោតទៅលើចំណុចដែលសំខាន់មួយទៀតដែរទៅជាមួយនឹងយើងអាចនិយាយថាសង្គ្រាមពន្ធរបស់លោកដូណាល់ត្រាំក៏ជាមួយផ្នែកដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ទៅលើសេដ្ឋកិច្ចកាលណាថាមានភាពមិនច្បាស់លាស់ទៅលើសេដ្ឋកិច្ចជាគប្បីវិនិយោគិនគឺគាត់យកលុយដែលគាត់មានគាត់ទៅទិញមាសដើម្បីធ្វើអីដើម្បីធ្វើជាវត្ថុធាតុមានតម្លៃមួយដើម្បីរក្សាតម្លៃនៃសាច់ប្រាក់របស់គាត់កុំឲ្យមានការខាតបង់អញ្ចឹងហើយជាចំណុចសំខាន់ដែលធ្វើឲ្យមាសមានការកើនឡើងជាបន្តបន្ទាប់ហើយបើយើងមើលទិសដៅមាសក៏វាអាចមានការបន្តកើនឡើងទៅលើផលទៀតដែរកត្តាទាំងនេះជាមូលហេតុដែលខ្ញុំបានលើកឡើងហើយជាតាមការយល់ឃើញcủaខ្ញុំទាក់ទងជាមួយនឹងចក្ខុវិស័យលើកឡើងជាមាសក៏ដូចជាកត្តាដែលជំរុញឲ្យមាសមានការកើនឡើងជាបន្តបន្ទាប់បើសិនជាបងប្អូនឆ្លៃវីដេអូបែបនេះគឺខ្ញុំនឹងធ្វើការចែករំលែកបន្តទៀតសង្ឃឹមថាអាចនឹងប្រើប្រាស់ជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាអរគុណច្រើន